ขมอยនឹងកបរត់ក្រោះចងឈើពាត់ជំវិញរបស់សៀមបងត្រកួន BM21 លាងរត់ក្រោះខ្មាំងអស់6គ្រឿងកាលពីថ្ងៃទី23ម្សិលមិញប៉ុន្តែសៀមថាទាហានខ្លួនទើបតែស្លាប់អស់23នាក់ទេគិតរហូតមកដល់ឡើងពេលនេះដែលនេះសបញ្ជាក់ឲ្យឃើញថាសៀមពូកែលាក់បាំងនិងភូតកុហកគ្រប់រឿងហើយតាមពិតប្រហែលជាស្លាប់អស់រាប់ពាន់អ្នកផងក៏មិនដឹងយោងតាមកាសែត90របស់ថៃបានចុះផ្សាយនៅថ្ងៃទី24ខែធ្នូនេះថាពលទាហានមានឈ្មោះថាណាន់តាវុងគឺជាទាហានទី23ហើយដែលបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅពេលថ្មីនៅឯចិត្តបានណងច័ន្ទនៅឯក្នុងស្រុកខុកសុងនៅឯខេត្តស្រះកែវមានស្រុកកំណើតនៅឯខេត្តអំណាចចារិនទាហានម្នាក់នេះគឺជាកូនតែមួយគត់នៅក្នុងគ្រួសារអនអាណុងដែលជាម្ដាយរបស់ទាហានរូបនេះបាននិយាយថាកូនប្រុសរបស់គាត់បានផ្ញើសារមកកាន់គាត់នៅព្រឹកដែលស្លាប់នោះដោយនិយាយបែបនេះថាខ្ញុំនឹងចូលទៅក្នុងសមរភូមិឥឡូវនេះហើយម៉ាក់ប៉ុន្តែក្រោយមកបន្តិចមិនទាន់បានដឹងអីផងម្ដាយរូបនេះត្រូវបានគេជួបដំណឹងមកវិញថាកូនរបស់គាត់បានស្លាប់ហើយមន្ត្រីយោធាសៀមបានប្រាប់ថាសាកសពរបស់កូនរបស់គាត់នឹងត្រូវប្រគល់មកផ្ទះឲ្យក្រុមគ្រួសារវិញនៅថ្ងៃទី25ខែធ្នូគិតរហូតមកដល់ពេលនេះសង្គ្រាមគឺបានផ្ទុះឡើង18ថ្ងៃមកហើយនៅក្នុងមួយថ្ងៃអធិរាជ BM21 ស្រោចទាំងកញ្ជ្រែងចំគោលដៅកំទេចទាហានសៀមបានមិនតិចទេនៅតាមទិសសមរភូមិនីមួយៗហេតុដូច្នេះតួលេខត្រឹម23នាក់នេះទុកឲ្យសៀមភូតកុហកបរិបទរបស់ខ្លួនឯងទៅចុះគណៈធម្មកំពុងតែឆ្ងាញ់មាត់និងហោះហើរពេញព្រៃដោយសារតែមិនខ្វះចំណីទេនៅចុងឆ្នាំ2025នេះ